ក្រៅពីការផ្សព្វផ្សាយរបស់ខ្ញុំតាក់ទងទៅនឹងការអំពាវនាវទៅដល់រដ្ឋមន្ត្រីក្រសួងអប់រំពលគឺអាដាមហុងជុនរុនតាក់ទងទៅនឹងការសិក្សាអំពីការហាម5ការប្រើប្រាស់ smartphone ចំពោះសិស្សានុសិស្សនៅក្នុងសាលារៀនហើយក្រោយពីការបានផ្សព្វផ្សាយទៅនៅថ្ងៃទី13ខែមករាឆ្នាំ2026នេះតាមរយៈលិខិតមួយដែលត្រូវបានបង្ហោះនៅក្នុងក្រុម Telegram ឯកសារសាធារណៈដែលជាក្រុមដ៏ធំមួយខ្ញុំឃើញលិខិតមួយដែលបានចុះដោយក្រសួងអប់រំយុវជននិងកីឡាកាលពីខែតុលាឆ្នាំ2023មកម្លេះតាក់ទងទៅនឹងការហាមឬក៏វិធានការមួយចំនួនចំពោះការប្រើប្រាស់ប្រភេទ smartphone ចំពោះសិស្សានុសិស្សនៅក្នុងសាលារៀនរបស់យើងអំពីកម្រិតនៃការប្រើប្រាស់ដែលវាអាចជាការឆ្លើយតបតាក់ទងទៅនឹងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលបានលើកច្រើននៅក្នុងការផ្សព្វផ្សាយរបស់ខ្ញុំតាក់ទងទៅនឹងបញ្ហាក្មេងបច្ចុប្បន្នកំសោយនៃការសិក្សារបស់គាត់ដោយសារតែការប្រើប្រាស់ប្រព័ន្ធ smartphone ទាំងអស់នេះជាដើមអញ្ចឹងវិធានការរបស់ក្រសួងអប់រំនេះក៏វាជារូបភាពមួយល្អដែរតែសង្ឃឹមថាវិធានការនេះវានឹងត្រូវបានអនុវត្តឲ្យបានជោគជ័យឬក៏ហៅថាខ្ជាប់ខ្ជួននៅតាមសាលាទាំងអស់ដោយសារតែយើងឃើញហើយថាការអនុវត្តនៃវិធានការរបស់ក្រសួងដែលបានចេញកាលពីឆ្នាំ2023នេះវាហាក់មិនទាន់សូវមានប្រសិទ្ធភាពពាក្យដែលខ្ញុំនិយាយថាហាក់មិនទាន់មានប្រសិទ្ធភាពដោយសារអីដោយរូបភាពបងប្អូនបានឃើញតាក់ទងទៅនឹងសកម្មភាពវីដេអូដែលអ្នកគ្រូបោះសិភៅសិស្សចោលតាក់ទងទៅនឹងការមិនធ្វើកិច្ចការសាលាអ្វីជាដើមហើយក្នុងវីដេអូនោះគឺយើងឃើញឲ្យសិស្សទាំងអស់ពាក្យច្រើនតែម្ដងគឺកាន់ប្រភេទ smartphone នៅក្នុងដៃថតរូបនេះទាំងអស់គ្នាដែលទាំងអស់នេះហើយវាបង្ហាញពីចន្លោះប្រហោងនៅតាមសាលារដ្ឋមួយចំនួនតាក់ទងទៅនឹងការអនុវត្តវិធានការរបស់ក្រសួងអប់រំដែលបានចេញកាលពីឆ្នាំ2023តាក់ទងទៅនឹងការប្រើប្រាស់នៅប្រភេទទូរស័ព្ទចំពោះសិស្សានុសិស្សនេះអញ្ចឹងសង្ឃឹមថាក្នុងឆ្នាំ2026នេះនឹងមានប្រសិទ្ធភាពបន្ថែមទៀតដោយធ្វើការអនុវត្តឲ្យគ្រប់តែសាលាតែម្ដងតាក់ទងទៅនឹងការហាមមិនឲ្យមានការប្រើប្រាស់ទូរស័ព្ទឬក៏មានការប្រើដែរតែកម្រិតដែលក្នុងកម្រិតសិក្សាតាមលិខិតរបស់ក្រសួងអប់រំដែលបានចេញដោយសារតែយើងឃើញហើយបច្ចុប្បន្នការប្រើប្រាស់ប្រភេទ smartphone ឬក៏ទូរស័ព្ទរបស់សិស្សានុសិស្សនេះគឺវាមានភាពចន្លោះប្រហោងឬក៏ហៅថាទូលំទូលាយពេកនៅក្នុងសាលាឬក៏ហៅថាម៉ោងសិក្សារបស់រដ្ឋរបស់យើងដោយសារតែក្មេងៗខ្លះម៉ោងសិក្សាម៉ោងរៀនសូត្រវាគិតតែបាញ់ហ្គេមវាគិតតែលេងទូរស័ព្ទឆាតគ្នាក្នុងបណ្ដាញសង្គមគិតតែថតបង្ហោះ TikTok អ្វីជាដើមដោយសារតែបច្ចុប្បន្នការប្រើប្រាស់ទូរស័ព្ទរបស់ក្មេងហ្នឹងវាទូលំទូលាយក៏ដូចជាក្មេងៗខ្លះទៅ9ឆ្នាំ10ឆ្នាំប្រើប្រាស់ទូរស័ព្ទពេញដៃប្រើ smartphone ហ្នឹងហើយវាមិនដឹងវាមើលអីខ្លះនៅក្នុងប្រព័ន្ធទាំងអស់នោះដោយសារតែបងប្អូនដឹងហើយប្រព័ន្ធ smartphone ហ្នឹងវាមានទាំងរឿងអាក្រក់មានទាំងរឿងល្អហើយក៏សង្ឃឹមថាបងប្អូនដែលជាអាណាព្យាបាលទាំងអស់យើងត្រូវចូលរួមទាំងអស់គ្នាជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាសាលាផងដែរក្នុងការចូលរួមបណ្ដុះបណ្ដាលក៏ដូចជាតម្រង់ទិសកូនរបស់យើងទាំងអស់គ្នាដោយយើងមិនដាក់បន្ទុកតែទៅលើលោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀនកូនយើងទេដែលយើងគឺជាអាណាព្យាបាលនេះយើងក៏មានតួនាទីចាំបាច់នៅក្នុងការចូលរួមពុតឬក៏ហៅថាតម្រង់កូនយើងទាំងអស់គ្នាជាមួយនឹងលោកគ្រូដើម្បីឲ្យកូនទាំងនោះវាខ្លាយទៅជាទំពាំងអាចឆ្លងវិស័យទៅថ្ងៃក្រោយបងប្អូនត្រូវចាំថាកុំផ្ដល់ការស្រឡាញ់របស់យើងកុំឲ្យការស្រឡាញ់របស់យើងដែលជាអាណាព្យាបាលហ្នឹងទៅធ្វើបាបកូនរបស់យើងទៅថ្ងៃខាងមុខដោយសាររយៈនៃការស្រឡាញ់អ្នកណាក៏ស្រឡាញ់កូនដែរអ្នកណាក៏ចង់បានឲ្យរបស់ល្អទៅកូនចង់ឲ្យកូនជិះម៉ូតូល្អជិះឡានល្អដែរតែកុំឲ្យការស្រឡាញ់របស់យើងហ្នឹងវាទៅធ្វើបាបពួកវាទៅថ្ងៃក្រោយទៅតាមរយៈនៃការទំយើសរបស់យើងដែលជាអាណាព្យាបាលហ្នឹងអញ្ចឹងការផ្ដល់ឲ្យពីអាណាព្យាបាលទៅដល់កូនក៏គួរយើងមើលពីកម្រិតអាយុកម្រិតនៃការយល់ដឹងរបស់កូនផងកូនអាយុតែ8ឆ្នាំ10ឆ្នាំឲ្យប្រើប្រាស់ទូរស័ព្ទ smartphone ដែលជាលក្ខណៈកម្មសិទ្ធិរបស់វានឹងធ្វើឲ្យក្មេងៗទាំងអស់នោះវាខូចឬក៏ហៅថាវាលងខ្លួននៅក្នុងបណ្ដាញសង្គមក៏ដូចជាអំពើអបាយមុខពីតាមរយៈប្រព័ន្ធអ៊ីនធឺណិតទៅវិញទេ